បាទសួស្តីបន្តទៀតយើងចាប់ផ្ដើមធ្វើការងារ pen ម្ដងចុះការងារ pen យើង pen ទៅលើអីខ្លះជាទូទៅយើង pen ទៅលើបានជាប្រភេទគ្រឿងបង្គុំយើងអាចនិយាយថាជាសសរជា slab ជាធ្នឹមជាដើមណាចំពោះ finishing work វិញដូចជាការងារ wall ជញ្ជាំងអត់ហ្នឹងយើងអាច pen បានណាអូខេអញ្ចឹងដើម្បីយើង pen ទៅលើទីតាំងសសររបស់យើងបានយើងចូលទៅក្នុង modify tab នេះរួច click ត្រង់ pen pt shortcut របស់វាណាអូខេអញ្ចឹងខ្ញុំរើសយក material មួយជាប្រភេទ pen ចុះខ្ញុំ search តិចទៅណាអូខេខ្ញុំដូចជាបានចងនេះថ្នាំលាបពណ៌សមួយណាហើយយើងអាច pen ជាលក្ខណៈ manual អញ្ចឹងទៅលើផ្ទៃរបស់សសរបានណាបាទហើយយើងអាចប៉ះអញ្ចឹងទៅអូខេយើងបន្តធ្វើការងារបែបហ្នឹងរហូតដល់អស់នេះជាលក្ខណៈបែប manualមួយទៀតអ្នកទាំងអស់គ្នាអាចធ្វើការ pen ហ្នឹងជាលក្ខណៈmodel family តែម្ដងមានន័យថាយើងប៉ះលើតសហ្នឹងយើង edit family ទៅលើវារួចយើងប្រើ pt មក shortcut pt ហើយយើង search រកមើលពាក្យ pen ថ្នាំលាបមិញមកនេះយើងអាច pen លើនឹងឲ្យហើយតើរួចយើងឡត់ទៅកាន់ project យើងវិញ override មកអូខេរួចរាល់យើងអាច pen តាមនេះប៉ុន្តែបើសិនជាយើង pen តាមហ្នឹងមានន័យថារាល់ model ទាំងអស់ដែលមានឈ្មោះប្រភេទ family ហ្នឹងគឺនឹងត្រូវបដូរទៅជាថ្នាំលាបផ្ទៃពណ៌សនឹងទាំងអស់គ្នាណាអូខេឥឡូវយើងបន្ត pen ទៅលើផ្ទៃរបស់អញ្ចឹងការប្រើប្រាស់ process បែបនេះនៅពេលយើង take off material ទៅលើផ្ទៃថ្នាំលាបហ្នឹងវាអាចលាអៀងខ្លះណាប៉ុន្តែវាជាអត់ផុតទេយើងអាចដាក់មេគុណបន្ថែមពីលើហ្នឹងទៅបើមិនបើយើងចង់ធ្វើជាលក្ខណៈ accurate ហ្នឹងវា take ពេលវេលាខ្លាំងអាការងារចេះចប់តិចតិចហ្នឹងណាអញ្ចឹងខ្ញុំ recommend ថាអាចធ្វើលាបអញ្ចឹងទៅក៏បានដែរយើងអាចបានប្លង់សោភ័ណភាពហើយបើសិនជាយើង take off quantity ទៅលើសំទោស take off material ទៅលើផ្ទៃដែលប្រើប្រាស់ថ្នាំលាបហ្នឹងយើងអាចប្រើមេគុណបន្ថែមឬក៏មេគុណកាត់បន្ថយនៅក្នុងហ្នឹងបានអត់អីណាបាទអូខេផ្ទៃខាងក្នុងយើងអាចប្រើ section box មកពេលយើង display ពេលយើងចុចលើវាអត់ display ណាតោះតែយើងប៉ះខ្សែក្រហមដែលលាក់ហ្នឹងយក unhide element វិញហើយ close មកណាហើយយើងកាត់ទៅក្នុងហ្នឹងបន្តិចមកយាយមើលឃើញផ្ទៃក្នុងបានហើយអូខេយើងវាយ TP មកPT មកសម្រាប់ pen លើហ្នឹងមកណាខ្ញុំសន្មត់ដូចគ្នាទាំងអស់ណាអូខេបែបនេះចុះមួយចុងក្រោយអូខេការងារ pen រួចរាល់អស់ហើយយើងអាចធ្វើការងារ test ទៅលើcomponent របស់យើងហ្នឹងmaterial ដែលយើងបានដាក់ហ្នឹងតាមរយៈ Enscape ហ្នឹងមកអូខេយើងអាចមើលបន្តិចទៅណាចាប់ផ្ដើមមានអារម្មណ៍ថាប្រសើរជាងមុនខ្លះណាកាលណាយើងប្រើ pen ប្រើអីណាហើយយើងអាចright click ហើយចុច shift ឲ្យចុះយើងអាចទាញពន្លឺមកយកមកឲ្យបានអញ្ចឹងណាអានេះវាអាស្រ័យទៅលើគុណភាពhardware របស់យើងដែរដូចជាប្រភេទ card របស់យើងណាបើសិនជា card របស់យើងកាន់តែខ្ពស់ខ្លាំងដូចជាតកូ Quadro ស៊េរីក្រោយហើយនឹង GTX ស៊េរីក្រោយហ្នឹងដូចពួក RTX អីចឹងណាពួកហ្នឹងដាក់មកឃើញច្បាស់ម៉ត់ល្អហ្មងហើយអត់ត្រូវការអត់យកឲ្យឃើញបែកតិចហ្នឹងហ្មងនេះហើយបើសិនជា graphic យើងទៀបយើងវាត្រូវនៅហ្នឹងវាត្រូវឃើញបែកតិចសិនហើយវាច្បាស់តាមក្រោយអូខេប៉ុណ្្នឹងសិនចឹងអ្នកនរគ្នាអាចអនុវត្ត PT សម្រាប់ធ្វើការ pen ទៅលើផ្ទៃសសរឬជាងនឹងបាទសូមអរគុណ